នៅចាំរទេលោក សុំ សុជាតិ អតីតតារាសម្ដែងដ៏មានប្រជាប្រិយភាពចាក់ឆ្ងាយសិល្បៈច្រើនឆ្នាំហើយ បើរំលឹកកាលពីប្រមាណ20ឆ្នាំមុនពលគឺចាប់ពីឆ្នាំ2005ឡើងមហាជននិយមទស្សនារឿងភាគបែបបុរាណខ្មែរច្បាស់ជាបានស្គាល់នៅតារាសម្ដែងប្រុសស្រស់សង្ហាលោក សុំ សុជាតិ ដែលរមែងដើរជាតួឯកប្រុសនិងតួឯកសំខាន់ៗក្នុងភាពយន្តក្នុងនោះខ្សែភាពយន្តដែលអតីតតារាប្រុសរូបនេះចូលរួមសម្ដែងនិងទទួលបានប្រជាប្រិយភាពរួមមានរឿងនគរស្រីល្វរឿងព្រះថោងនាងនាគរឿងសំពងសក់ធំនិងរឿងរាមកេរ្តិ៍ជាដើមកាលនោះគេចាំបានថាលោក សុំ សុជាតិ គឺជាតារាប្រុសចំនួនលោកសុកសុភាអ្នកនាងសានសមាលីជាដើមយ៉ាងណាមិញបើគិតមកដល់ពេលនេះរយៈពេលប្រមាណជា15ឆ្នាំមកហើយដែលលោក សុំ សុជាតិ បានចាក់ឆ្ងាយពីសិល្បៈបន្ទាប់ពីលោកបានរៀបការសាងគ្រួសារកាលពីអំឡុងឆ្នាំ2010បច្ចុប្បន្នលោក សុំ សុជាតិ ទទួលបានចំណងដៃកូនប្រុសស្រីចំនួន2រូបរីឯការងារវិញលោកក៏ជាមន្ត្រីមួយរូបក្នុងក្រសួងមហាផ្ទៃផងដែរ